ថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយដើម្បីចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាជាមួយនឹងការបង្កើតរូបភាពស្អាតតាមក្តីសម័យរបស់យើងតាមរយៈកម្មវិធី AI អូខេដូចដែលបងប្អូនបានដឹងស្រាប់ហើយថានៅពេលបច្ចុប្បន្ននេះគឺមានការពេញនិយមមែនទែនក្នុងការប្រើប្រាស់ AI ដើម្បីបង្កើតជាវីដេអូឬក៏រូបភាពផ្សេងៗអូខេដើម្បីឲ្យបានដឹងកាន់តែច្បាស់សូមនាំបងប្អូនទាំងអស់គ្នាទៅមើលពីរបៀបក្នុងការបង្កើតរូបភាពតាមរយៈកម្មវិធី AI ទាំងអស់គ្នាតើឥឡូវយើងចូលតាមរយៈ computer ទាំងអស់គ្នាមកអូខេឥឡូវយើងមាន Gmail មានអីស្រេចហើយក្នុងការបង្កើតឥឡូវខ្ញុំចូលទៅលើ Gmail មួយបន្តមកទៀតបងប្អូនចូលយើងវាយពាក្យiMake fx.ai អូខេយើង enter មកអូខេបងប្អូនវាយតែប៉ុណ្្នឹងមកឬក៏បងប្អូនវាយតែ iMake fx.com អូខេបន្ទាប់ពីបងប្អូន enter មកវានឹង load ឲ្យយើងចូលនៅត្រង់ពាក្យ Google Lab អូខេឥឡូវយើងចូលមកសូមបញ្ជាក់បើសិនជាបងប្អូនអត់ធ្លាប់បានចូលប្រើនៅក្នុង website នេះទេគឺយើងត្រូវ sign in ជាមួយ Gmail របស់យើងប៉ុន្តែបើយើងធ្លាប់ចូលហើយអាហ្នឹងយើងអត់ពិបាកទេគឺយើងចូលយើងអាចសរសេរជា prompt ដើម្បីបង្កើតជារូបភាពតែម្ដងនៅក្នុងការបង្កើតនេះយើងមានតាក់ទងនឹងទំហំហើយគុណភាពអូខេគុណភាពគឺវាកំណត់ឲ្យហើយគឺ best quality ហើយតាក់ទងនឹងប្រភេទទំហំគឺយើងអាចរើសបានអូខេគឺ portrait នេះគឺយើងប្រភេទរូបភាពបញ្ឈរស្មើនឹង 19.16 ហើយប្រភេទ landscape គឺស្មើនឹង 16.9 គឺអានឹងប្រភេទវីដេអូផ្ដេកយើងប្រើសម្រាប់ YouTube អីហើយប្រភេទ mobile នេះយើងអាចជ្រើសបានអាស្រ័យលើទំហំទៅដែលត្រូវនឹងប្រភេទ social media ដែលយើងចង់ប្រើការ mobile portrait 3.4 ហើយ mobile landscape 4.3 អីឥឡូវខ្ញុំជ្រើសយកពាក្យportrait 9.16 ដែលយើងប្រើនៅក្នុងទម្រង់ទូរស័ព្ទទាំងអស់គ្នាឥឡូវយើងសរសេរជា prompt មកទៅក្នុង prompt យើងអាចចូលនៅក្នុង chat GPT ក៏បានដើម្បីសរសេរជា prompt មួយមកយើងចង់ពណ៌នេះតទៅនឹងអីហើយឬក៏យើងប្រើការស្មើសម័យដោយខ្លួនឯងយើងចង់សរសេរឲ្យរូបភាពហ្នឹងចេញជាបែបណាគឺយើងសរសេរនៅលើហ្នឹងឥឡូវខ្ញុំឧទាហរណ៍មួយយើងសរសេរតទៅនឹងរូបភាពស្ត្រីនេះជាជនជាតិខ្មែរហើយយើងពណ៌នេះលើហ្នឹងខ្ញុំសរសេរbeautiful ខ្មែរ woman ដាក់មកblack long hair យើងដាក់ចង់ពណ៌នេះទៅនឹងស្បែកគាត់ក៏បាន gray bright skin ដោយសារយើងអត់សូវមានសទេតែបច្ចុប្បន្ននេះគឺប្រជាជនខ្មែរយើងប្រើលេខយើងមានសច្រើនយើងកាត់អូខេ gray skin wear short យើងដាក់ឲ្យទៀតតិចមក short dress អូខេ walk យើងពណ៌នេះទៅសកម្មភាពរបស់គាត់ walk near Angkor Wat Temple
walk near Angkor Wat Temple with her family okay that a lot of people around the world visit there ឥឡូវយើងពោលនេះតែប៉ុណ្្នឹងមកហើយបន្តមកទៀតបងប្អូនចុចទៅលើពាក្យ create ចាំមើលរូបភាពហ្នឹងវាចេញបែបណាអូខេសូមយើងរងចាំបន្តិចសិនអូខេពេលខ្លះវាអាចដំណើរការរៀងលឿនពេលខ្លះវាអាចរៀងយូរអូខេឥឡូវរូបភាពយើងចេញហើយអូខេបងប្អូនអាចជ្រើសរើសបានរូបភាពមាន4សន្លឹកបងប្អូនចង់ជ្រើសយករូបភាពមួយណាក៏បានអូខេឥឡូវយើងចូលមើលរូបភាពនេះឲ្យធំតិចណាបងប្អូនឆ្លាញ់មួយណាអូខេឥឡូវយើងអាច zoom បានអូខេបើសិនបងប្អូនឆ្លាញ់រូបភាពមួយណាបងប្អូនចុចពាក្យ save មកអូខេអូខេឥឡូវខ្ញុំយករូបភាពមួយទៀតអូខេហើយយើងរូបមួយនេះអូខេឥឡូវយើងបានរូបភាពហើយឥឡូវយើងចង់បានរូបភាពបន្ថែមហើយយើងចង់ពណ៌នេះទៅទៅនឹងសកម្មភាពរបស់គាត់បន្ថែមទៀតយើងសរសេរបន្តទៀតមកដាក់ they walk around the temple they walk around the templeអូខេឥឡូវយើងបាច់សេចានេះយើងសេតែប៉ុណ្្នឹងមកចាំមើលថារូបភាពយើងនឹងបានមកបែបណាយើងរងចាំបន្តិចមកអូខេឥឡូវយើងបានរូបភាពថ្មីហើយអូខេយើងអាចជ្រើសរើសបានដូចរូបភាពពិតៗបងប្អូនមើលអូខេឥឡូវខ្ញុំរើសរូបភាពមួយនេះចាស់ឥឡូវយើង save ឥឡូវយើងរូបមួយទៀតដល់មកទៀត then she talk with a foreigner happy យើងដាក់ happily អូខេយើងបន្ថែមសកម្មភាពបន្តទៀតអូខេឥឡូវវាអត់ចេញទេអូខេបានតែប៉ុណ្ណឹងយើងយកប៉ុណ្ណឹងសិនអូខេ after ឥឡូវយើងសេ after they come back home
by dear car ok ឥឡូវ generate មកយើងចង់ដឹងថារូបភាពយើងអានេះយើងបង្កើតរូបភាពតាក់ទងនឹងសកម្មភាពដូចជាបង្កើតជា short film មួយអញ្ចឹងអូខេនេះយើងបានរូបភាពមកនេះយើងឲ្យតែ2សន្លឹកទេយើងអាចជ្រើសរើសមកអូខេយើងអាច save ទាំងពីរទៅអូខេងាយក្នុងការបង្កើតជារូបភាពអាស្រ័យទៅលើការស្រឡាញ់ការសម័យឬក៏យើងឲ្យ ChatGPT ដើម្បីសរសេរជា prompt បន្ទាប់មកយើងបង្កើតជារូបភាពគឺងាយស្រួលមែនទែនឥឡូវយើងទៅមើលរូបភាពដែលយើងបាន save ទុកអូខេចូលកន្លែង download មកនេះអូខេបងប្អូននេះជារូបភាពហើយយើង open មកដាក់យើងតិចខ្សែរូបភាពហ្នឹងយើងបើកហើយយើងដាក់ open with ជាមួយ photo អូខេនេះរូបភាពដែលយើងទទួលបានអូខេមើលទៅដូចយើងថតជាមួយកាមេរ៉ាឬក៏ជាមួយនឹងទូរស័ព្ទរបស់យើងតែម្ដងគឺដូចពិតណាបងប្អូនអូខេឥឡូវយើងមើលរូបចុងក្រោយដែលយើងបានថតនេះអូខេអេមងាយស្រួលមែនទែនក្នុងការបង្កើតជារូបភាពដែលយើងស្រឡាញ់ចង់បានអូខេជួបគ្នានៅវីដេអូក្រោយជាមួយនឹងការកាត់តវីដេអូហើយនឹងជាមួយរូបភាពយើងនឹងយករូបភាពដើម្បីបង្កើតជាវីដេអូម្ដងអូខេអរគុណច្រើនសម្រាប់ការតាមដានទស្សនាជាមួយវីដេអូរបស់ខ្ញុំសូមបងប្អូនជួយ Subscribe Channel នេះមួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាទសូមអរគុណ